កំណត់ចង់ដឹងថាអ្វីទៅជាដួងកៅកំណត់ហើយដួងកៅកំណត់អាចជួយផ្ដល់ជាប្រយោជន៍អីខ្លះដល់យើងចឹងយើងស្វែងយល់ទាំងអស់គ្នាជាមួយនឹង Master Nali ជាសួរអ្នកគ្រូចាពាក្យថ្មីអត់ដែលបានឮសោះនៅពេលដែលក្រុមការងារប្រាប់ថាថ្ងៃនេះគឺអ្នកគ្រូមានប្រធានបទសំខាន់ខ្លាំងសម្រាប់ជីវិតយើងគឺពាក្យថាដួងកៅកំណត់ជាអ្វីទៅខ្លាចមែនតើដួងកៅកំណត់មានយូរហើយចាប៉ុន្តែមនុស្សអត់ដឹងថាអានឹងជាអីពីច្រើនក៏យល់ច្រឡំបែបខុសៗយល់បែបខុសៗអញ្ចឹងទៅក៏ធ្វើឲ្យមានការសប្បាយច្រើនចាហើយម្យ៉ាងទៀតដោយសារពាក្យហ្នឹងខ្ញុំអត់សូវចេះជាប្រើទេពួកខ្មែរយើងភាគច្រើនអត់សូវស្គាល់ចាជាក់ស្ដែងដួងកៅកំណត់គឺក្បួនរបស់ខ្មែរយើងចាចំនួនមុនក្បួនខ្មែរបុរាណអញ្ចឹងក្បួនខ្មែរបុរាណដោយសារការបំបត្តិម្ដងតិចគឺធ្វើឲ្យបាត់វិជាហ្នឹងតែការពិតដល់%ជាយើងយកវិជាដួងកៅកំណត់ហើយនឹងវិជារបស់ចិនមកប្រៀបធៀបគ្នាគឺដូចគ្នាចាដូចគ្នាទេអញ្ចឹងបើប្រៀបធៀបរបស់ចិនគេហៅវិជាភ្នំមនុស្សរស់ឬមួយក៏សង្ជីឬមួយក៏សៃគីឬមួយក៏ចៅអ៊ុងអាហ្នឹងគឺតែមួយទេគឺក្បួនតែមួយទេប៉ុន្តែរបៀបការរៀបចំវាមានច្រើនប្រភេទចាតែយើងរៀបបែបវិជាមួយណាអញ្ចឹងឧទាហរណ៍អ្នកខ្លះគេរៀបបែបសហអ្នកខ្លះគេរៀបបែបសាន់យួនអញ្ចឹងទៅតែបើក្បួនសាន់យួនគឺក្បួនដូចវិជារបស់ខ្មែរយើងចាអញ្ចឹងហើយបានថាការពិតខ្មែរយើងក៏មានក្បួនដែរប្រកែប៉ុន្តែដោយសារតែបាត់ម្ដងតិចអញ្ចឹងគឺធ្វើឲ្យមិនពេញលេញតោះតែយើងស្រាវជ្រាវមើលដល់ពេលយើងស្រាវជ្រាវហើយយើងយកមកគុំគ្នារវាងសាន់យួនហើយនឹងដួងកៅកំណត់ហ្នឹងគឺមកគុំគ្នាថាអូខេជាប្រភេទតែមួយអញ្ចឹងទៅបានថាការពិតខ្មែរយើងគឺអស្ចារ្យខ្លាំងមានក្បួនដែលអស្ចារ្យខ្លាំងគឺធ្វើឲ្យក្បួនហ្នឹងបើសិនជាករណីយើងរៀបចំត្រឹមត្រូវយើងរៀបចំនឹងក្នុងកន្លែងដីដែលត្រឹមត្រូវបានន័យថាជួយយើងបានច្រើនប៉ុន្តែវាក៏មានផលប៉ះពាល់ចំពោះយើងដែរបើសិនជាករណីយើងមិនអាចតំណបានចាអញ្ចឹងការតំណឧទាហរណ៍ថាអ្នកនឹងមនុស្សអាក្រក់គាត់ធ្វើតែអំពើអាក្រក់រំលោភបំពានដីធ្លីរបស់គេចង់បានរបស់គេគៀបសង្កត់គេគំរាមកំហែងផលប្រយោជន៍អ្នកដទៃដើម្បីយកមកខ្លួនឯងខ្ញុំមិនណែនាំឲ្យធ្វើដួងកៅកំណត់ទេចាព្រោះថាដួងកៅកំណត់គឺការទាញធម៌ពលចក្រវាលមកប្រើដល់ពេលដែលគាត់ទាញធម៌ពលចក្រវាលមកប្រើខ្លួនគាត់អ្នកដែលមិនគាត់បីជាមួយចក្រវាលតើទាញធម៌ពលចក្រវាលមកប្រើបានឬអត់កើតបានទេអញ្ចឹងចំណុចនេះសម្រាប់អ្នកដែលដឹងខ្លួនឯងហើយថាខ្លួនឯងមិនត្រឹមត្រូវចង់បានដីរបស់អ្នកដទៃចង់បានប្រយោជន៍របស់អ្នកដទៃមកធ្វើជារបស់ខ្លួនឯងខ្ញុំមិនណែនាំឲ្យធ្វើដួងកៅកំណត់ទេប៉ុន្តែដួងកៅកំណត់នៅពេលដែលមនុស្សដែលល្អធ្វើគឺជួយឲ្យគាត់ឡើងខ្លាំងរីកចម្រើនខ្លាំងទាំងសុខភាពទាំងអំណាចការងាររបស់គាត់គឺពង្រីកឱកាសការងាររបស់គាត់ឲ្យរីកចម្រើនកាន់តែខ្លាំងមានឱកាសកាន់តែធំកាន់តែច្រើនសុខភាពគាត់ក៏ល្អបរិវារគាត់ក៏ល្អអញ្ចឹងនៅពេលដែលធ្វើដួងកៅកំណត់បរិវាររបស់គាត់អ្នកដែលមិនល្អនឹងខ្ទាតចេញម្ដងមួយដោយមិនដឹងខ្លួនអញ្ចឹងប្រភេទដួងកៅកំណត់ហ្នឹងគឺបរិវាររបស់យើងគឺ scan មនុស្សដែលត្រឹមត្រូវមិត្តភក្តិដែលត្រឹមត្រូវអ្នកដែលរស់ស៊ីជាមួយយើងដែលត្រឹមត្រូវបរិវារដែលនៅជាមួយយើងត្រឹមត្រូវគឺនៅជាមួយយើងបានតែបើសិនជាអ្នកនឹងមិនត្រឹមត្រូវមានបញ្ហាជាមួយយើងពុបអ្នកនឹងខ្ទាតទៅដោយខ្លួនឯងចាបើយើងធៀបឲ្យមែនទែនខ្លួនយើងដូចមានពន្លឺមួយអញ្ចឹងមានៅពេលដែលមកចិត្តគឺខ្ទាតមានៅពេលដែលមកចិត្តគឺខ្ទាតគឺបែបហ្នឹងចាអ្នកដែលមានដួងកៅកំណត់អំណាចរបស់គាត់មួយគឺចំណុចមួយថាទ្រព្យដែលបានមកគឺទ្រព្យបានដោយធម៌មាសប្រាក់ដែលគាត់រកបានគឺរកបានដោយធម៌ដោយសុចរិតអញ្ចឹងបើករណីណាមួយដូចថាមានការកេងប្រវ័ញ្ចគៀបសង្កត់របស់អ្នកហ្នឹងអ្នកដែលកេងប្រវ័ញ្ចគេហ្នឹងឯងគឺអ្នកដែលទទួលរងទុក្ខផលកម្មហ្នឹងគឺក៏លឿនដូចគ្នាដែរអញ្ចឹងឧទាហរណ៍ថាសាណាមានដួងកៅកំណត់ចាស់តែសាណាធ្វើតែអំពើល្អឯងអញ្ចឹងណាបើករណីយើងធ្វើតែអំពើល្អយើងធ្វើតែបុណ្យទ្រព្យដែលបានមកគឺបានមកដោយធម៌យើងមិនបានទៅគៀបសង្កត់អ្នកណាបោកបញ្ឆោតអ្នកណាប៉ុន្តែចៃដន្យបកលទៅគៀបសង្កត់សាណាខុសចេះ1ចេះ2ចេះ3ចេះ4គៀបសង្កត់ដើម្បីអីប្រឡត់ដើម្បីបានប្រយោជន៍ទៅឲ្យសាណាទៅចេញលុយឲ្យគេបានគេថាយើងត្រឹមត្រូវវិញទៅអានេះគឺនិយាយពីអ្នកដែលទៅគៀបសង្កត់អ្នកដែលបានលុយពីសាណាដោយការគៀបសង្កត់ពីសាណាអ្នកនឹងឯងអ្នកទទួលរងគ្រោះកម្មពីដែលយើងមាននឹងប្រហែលគ្រោះរបស់យើងទាំងបាននឹងធ្លាក់ទៅនៅហ្នឹងចាដោយសារយើងមានដួងកៅកំណត់ចាកន្លែងនេះយើងត្រឡប់ទៅវិញថាធ្វើមិនបានយើងមានដួងកៅកំណត់ចេញមកពីណាគ្រូចាតើតើនឹងដួងកៅកំណត់នេះរបៀបធ្វើក៏មានច្រើនតែរបៀបធ្វើដែលបានផលបំផុតគឺយើងធ្វើមិនជាមួយនឹងសាន់យួនចាហើយនៅពេលដែលយើងធ្វើហ្នឹងដួងកៅកំណត់បានន័យថាដូចបដងយើងចឹងជីវិតរបស់យើងចឹងយើងឃើញសម័យមុននេះជំនាន់មុនហេតុអីអ្នកដែលមានបារមីអ្នកដែលអាចធ្វើគោភ្ជុះភ្លៀងបានសួរថាមានប៉ិតទេគឺមានមែនចាបរួញដីមានទេមានសួរហេតុអីខ្ញុំជឿធ្លាប់ឃើញចាហើយក៏ធ្លាប់រៀនដែរប៉ុន្តែសួរថាតើមានមនុស្សប្រហែលអ្នកដែលអាចធ្វើរឿងនឹងបានដែលអាចកាន់បាត់នឹងបានអ្នកដែលរៀនមន្តអាគមអ្នកហ្នឹងណាមិនអាចមកអង្គុយនិយាយនឹងកញ្ចក់ទូទៅបានទេអ្នកដែលរៀនមន្តអាគមហើយរៀនហើយគឺមិនអាចសូឲ្យគេឃើញបានទៀតគឺយកមកប្រើប្រាស់នៅពេលដែលចាំបាច់ប៉ុណ្ណោះគឺមិនមានការអំនួតអួតអាងខ្លួនឯងចេះអីគឺអត់មានទេចាអញ្ចឹងនៅពេលដែលយើងរៀនវិជ្ជាអស់ហ្នឹងបានផលលុះត្រាតែយើងមិនមែនជាអ្នកលោភនិយាយរួមគឺមិនមែនជាមនុស្សអាក្រក់មិនត្រូវការលុយចាអត់ស្រឡាញ់លុយលះបង់លុយលះបង់លៀបសក្ការៈកន្លែងហ្នឹងគឺរៀនបានហើយតែបើសិនជាត្រូវការលៀបសក្ការៈរៀនអាហ្នឹងគឺរៀនអត់ចេះទេរៀនបានតែមករៀនទេតែសួរថា
thực bán nó vô một bao bán ấy gọt bán này chà thì không bị chị hồng xôi mà nấu rôn nữa từ từ cam miên liệp sạc ra đọc mấy từ tinh có tinh mà hổ bông trắng như bạn này nhắm thấy ở bàn này chắc chị pi nắng cứ miên lẹ nặng học này bạn nằng phong xôi với chị sạc mua là cúng mưa khử nhỉ đuông cao cầm nát nơi cho mùi nắng bạn tay đuông cao cầm nào chắc mà thay nhom môn đừng nhom bỏ sai nhom tự bỏ môi màu xanh là vậy ao vịt thiệt mưa tháng tao bình trắng bên ọt chà trắng chân mờ cho nón môn nét đại miên đuông cao cầm nào để đại riêng là nằng cho ta miên thọ passport cầm đó để passport đó dự trù vật đấy cái sải đuông cao cầm nó có được lại xì con là bố thật luôn con này tái nghe đằng passport đó dự trù vật đấy cứ ở đây uất được đuông cao cầm nào bà con được lại xì chà tôi thấy cái chân bà con từng ở kia và hai chị đôi cầm pông tại sân nó sang chị bị những nhom chân cứ đại xa hiện tại đuông cao cầm nát vị trí khai mạc thị xã đặt tới cứ video mình tán hai nhom chưa tha việc chia buôn môi đài rõ này cô các bạn như là sao thay miên tăng video mà hỏi mình từ ban cái bệnh trình cho ngày ní nhom mở cái thang tôi sĩ chân cầm pông tại căn được đắp căn được trăng đằng chân được coi hai chia những cái thời xưa này thuộc bạn tròn tiệt là mấy bóng ôn ban cho đuông sang vô từng ở kia thaเอาไว้tới chia đuông cao cầm nátประกาศให้យើងនៅពេលដែលយើងមានដួងកៅកំណត់ជួយយើងអីបានខ្លះចាយើងបន្តសាយយើងប្រកបថានេះតាមគឺសំខាន់សម្រាប់មិនតិចសិនចាទៅខ្ញុំសាកុំចិត្តបន្តមកកម្មវិធីថាហងស៊ុយបែបវិទ្យាសាស្ត្រប៉ុន្តែថ្ងៃនេះវិធានបတ်យើងដូចអ្នកគ្រូបានមានប្រសាសន៍អញ្ចឹងប្រយោជន៍អញ្ចឹងគឺមានទាំងវិទ្យាសាស្ត្រចាមានទាំងអាគមចាយើងខ្លាចដួងកៅកំណត់អាចថាមនុស្សកើតមកអ្នកខ្លះមានដោយស្វ័យប្រវត្តិតែអត់ទេអ្នកគ្រូមានទាំងអស់គ្នាមានទាំងអស់ប៉ុន្តែគ្រាន់ថាតែយើងចេះរៀបចំអត់យើងត្រូវរៀបចាយើងចេះរៀបចំអត់ការរៀបចំហ្នឹងសឹងសួរថាជឿទេខ្ញុំគិតថាមិនចាំបាច់ជឿតែយើងរៀបចំឲ្យត្រូវតែបានផលតែបើរៀបចំអត់ត្រូវអត់បានផលទេចាហើយមានផលប៉ះពាល់ទៀតចាអញ្ចឹងវាអត់ខុសគ្នាជាមួយនឹងចៅអ៊ំទេចៅអ៊ំប្រភេទចៅអ៊ំវាមានចៅអ៊ំតូចចៅអ៊ំធំចៅអ៊ំនៅក្នុងផ្ទះចៅអ៊ំនៅគៀនផ្ទះនិងចៅអ៊ំថាមពលចក្រវាឡអញ្ចឹងចៅអ៊ំដែលបានផលខ្លាំងគឺចៅអ៊ំថាមពលចក្រវាឡចាអញ្ចឹងចៅអ៊ំថាមពលចក្រវាឡគឺយើងប្រើ DNA ចៅអ៊ំនៅក្នុងផ្ទះក៏ប្រើ DNA ដូចគ្នាដែរប៉ុន្តែហេតុអីបាននៅក្នុងផ្ទះគៀនផ្ទះមិនបានផលយើងមើលហេដ្ឋារចនាសម្ព័ន្ធរបស់ផ្ទះមួយមានអីខ្លះមានប្រគុណមានផ្លូវទឹកមានលូទឹកស្អុយយើងមើលផ្ទះបរិយមួយជាប់គ្នាចាប្រព័ន្ធទឹកគឺនៅខាងក្រោមតែគេមើលអត់ឃើញទេគេត្រូវតែលាក់អីចាលាក់នៅក្រោមចុះបើចៃដន្យអង្សាដែលយើងធ្វើចៅអ៊ំនោះអាចៅអ៊ំមីនីទូចនោះទៅដាក់នៅគៀនលបងផ្ទះវាចំអង្សាហ្នឹងអង្សាហេងណាអង្សាហេងរបស់យើងនៃផ្ទះដាក់ពឹបតែចៃដន្យដាក់ផ្ទះគេប្រព័ន្ធផ្លូវលូទឹកបុកចំចៅអ៊ំយើងចៅអ៊ំមីនីរបស់យើងហ្នឹងសួរយើងហេឬយើងសួយអស់លីងចាអាហ្នឹងសួយលើដើមចាអញ្ចឹងនេះជាមូលហេតុដែលខ្ញុំអត់ដែរធ្វើទេប្រភេទពួកចៅអ៊ំនៅតាមផ្ទះពួកដោយសារអីប្រព័ន្ធផ្លូវទឹកយើងមើលបរិយមួយវាមានប្រព័ន្ធផ្លូវទឹកអស់មកត្រូវទេផ្ទះជាប់គ្នាប្រព័ន្ធផ្លូវទឹកវាមានលូទឹកស្អុយប្រគុណឆ្អាបអាលាងចាននេះអីហ្នឹងប្រព័ន្ធលូនេះវាបុកមកទាំងអស់ហើយសួរថាយើងទិញបរិយយើងទៅឃើញប្រព័ន្ធលូហ្នឹងឯងគេចាក់កប់អត់ដែរយើងឃើញកន្លែងចុងចាហ្នឹងហើយចៃដន្យអាន lucky បានន័យថាអក្រក់ណាស់សម្រាប់យើងយើងយកទៅដាក់ចំអាកន្លែងកំហូរទឹកវូមកពុបវាទៅបាត់នៅកន្លែងហ្នឹងមិនថាបានផលទេអត់បានផលហើយមានរឿងទៀតចាថ្ងៃនេះខ្ញុំជួបច្រើនណាស់នៅពេលដែលខ្ញុំទៅអូឌីតហុងស៊ុយមានរឿងច្រើនហ្មងដែលទៅរើអាហ្នឹងចាញ់ដាក់ពុបមានរឿងមិនមែនមានរឿងធម្មតាធនទៀតគឺទៅកែទៅដកហ្នឹងចាញ់សួរថាខ្ញុំអត់ចេះអាហ្នឹងមែនចេះខ្ញុំរៀនមុនអ្នកទាំងអស់គ្នាតែធ្វើហ្នឹងទៀតប៉ុន្តែហេតុអីខ្ញុំអត់យកប្រើព្រោះដោយសារខ្ញុំដឹងថាអ្វីគួរអ្វីដែលមិនគួរព្រោះថាអាហ្នឹងដាក់ទៅវាហានិភ័យខ្លះបើយើង control បានខ្ញុំឧទាហរណ៍បើបរិយហ្នឹងមួយយើងជាអ្នករៀបចំប្រព័ន្ធ system ហ្នឹងទាំងអស់មិនឲ្យប៉ះកន្លែងហ្នឹងអូខេយើងធ្វើបានចុះបើយើងមិនមែនជាអ្នករៀបចំ system infra ខាងក្រោមហ្នឹងផងហ្នឹងយើងមិនទៅដឹងចាមិនទៅដឹងទេហើយវាជារឿងមួយវាពិបាកនឹងរៀបមែនតើព្រោះអីអង្សាររបស់មនុស្សម្នាក់វាមិនហេងតែនៅក្នុងតែបាន0នឹងតែមួយណាចាជួនកាលវា0នៅ35ហេងជួនកាលនៅ90ហេងជួនកាលនៅ135ហេងដាក់ទៅពុបអា135ចៃដន្យនេះវាបុកទឹកស្អុយនឹងមកឬក៏ប្រគុណផ្ទះគេបែរមកចំអាហ្នឹងទៀតអាហ្នឹងការតែធ្ងន់ណាចាហើយយើងទៅ control ប្រគុណផ្ទះគេមិនកើតគឺអត់ទេនេះជាមូលហេតុដែលខ្ញុំអត់យកវិជ្ជានឹងមកប្រើអត់ប្រើហើយខ្ញុំអត់បរៀនហ្មងពួកបរៀនទៅដឹងថាមានរឿងខ្ញុំរៀនអញ្ចឹងប្រមូលវិជ្ជាមកផ្សេងពីគ្រូធំទាំងអស់ប្រមូលអាណាគួរប្រើអាណាមិនគួរប្រើគឺខ្ញុំសិក្សាល្អណាស់តែអ្វីដែលថាយកមកប្រើបានផលបើខ្ញុំបរៀនដោយលោកគ្រូខ្ញុំអញ្ចឹងមុននឹងគាត់យកវិជ្ជាមកបរៀនខ្ញុំសួរថាគាត់រៀនគ្រូមកជា20នាក់យកមកហើយដដែលយកមកគាត់តែចាញ់ពឹបគាត់ខ្ញុំនិយាយថាវិជ្ជានេះពឹបគាត់ប្រាប់ថានេះវាមិនគាត់ដឹងអស់បាត់ហើយហ្នឹងដូចគ្នាខ្ញុំឥឡូវក៏សួរថារៀនវិជ្ជានេះគាត់តែខ្ញុំឃើញឯកសារពឹបខ្ញុំដឹងតែឯកសាររបស់អ្នកណាគ្រូរបស់អ្នកណាតចំនួនណាមកហើយប្រើបានប្រហែលភាគរយខ្ញុំដឹងអស់ខ្ញុំដឹងអញ្ចឹងអ្វីដែលបានផលខ្ញុំលុបអត់ដល់ហើយវិជ្ជាមួយខ្ញុំរៀន14ទៅ5ដងអញ្ចឹងវិជ្ជាមួយណាប្រើបានផលវិជ្ជាមួយណាប្រើបានផលគឺខ្ញុំយកមកពិសោធន៍ឲ្យអស់ហើយមិនទាំងពិសោធន៍ខ្លួនឯងទេពិសោធន៍ឲ្យយើងទៅ consult ជាមួយលោកគ្រូធំទៀតអញ្ចឹងមានអត់មួយលោកគ្រូមួយ Grand Master Tan មួយ Master Ma ជា Vincent សត្វតែគាត់មានជំនាញទាំងអស់ហ្នឹងអញ្ចឹងយើងពិសោធន៍អ្វីដែលយើងថាអានេះវាអញ្ចឹងហើយយើងទៅ confirm double confirm មួយគាត់ទៀតប៉ិតអត់អញ្ចឹងមានអត់អូខេអញ្ចឹងអូខេនេះគាត់មក audit កន្លែងខ្ញុំអញ្ចឹងមានចំណុចបើសិនជាការ audit ហ្នឹងមានចំណុចខ្វះខាតដែរគាត់ complain ខ្ញុំ1 2 3បានតែខ្ញុំសមត្ថភាពអត់ទៅដល់ទេខ្ញុំព្រៀនថតទៀតតែបើការ audit ហ្នឹងអត់មាន complain យើងជាប់នឹងអញ្ចឹងមិនថានៅពេលដែលយើងយកវិជ្ជាហុងស៊ុយមកប្រើមានយើងចេះតែយកទ្រឹស្ដីហុងស៊ុយគឺរៀនអាណាបានដូចចាក់អ៊ំសាគីហុកពី
ដាក់មកទ្រឹស្ដីរូតែដល់ពេលមែនទេឲ្យតែឈោនៅក្នុងស្ថានភាពដែលយើងជា case study ដែលចូលស្ថានភាពអាហ្នឹងមិនឆ្លើយអត់ចាញ់អត់ដឹងមិនផងចេះតែទ្រឹស្ដីប៉ុន្តែដល់ពេលមែនទេទៅឃើញមិនដឹងថាណានេះណាហងអាហ្នឹងវាបានផលអត់នេះដាច់ក្បាលនេះមានដង្ហើមអត់នេះរស់នេះងាប់អត់ដឹងផងហ្នឹងធម្មពលទឹកហ្នឹងមកពីណាមានឥទ្ធិពលបែបណាផលជាធម្មពលនេះទឹកហ្នឹងល្អសម្រាប់យើងឬក៏អាក្រក់សម្រាប់យើងមិនដឹងផងហ្នឹងអញ្ចឹងចេះតែទ្រឹស្ដីអត់ប្រយោជន៍អត់បានផលទេជួយមនុស្សអត់បានទេចាអញ្ចឹងមិនថារឿងនេះវារឿងល្អជាពិសេសរឿងដូនកាយកំណើតឬក៏ច្អងហ្នឹងច្អងនេះគឺករណីខ្ញុំថាបើសិនជាចង់ confirm ចង់ដល់ confirm ប្រយ័ត្នតែខ្ញុំឲ្យ audit ទៅលើអន្តរជាតិធ្លាក់ទាំងអស់ខ្ញុំប្រាប់ចំណុចហ្នឹងចាព្រោះអីដោយសារអីហេតុអីខ្ញុំហ៊ាននិយាយខ្ញុំធ្វើឲ្យខ្ញុំ audit ខ្ញុំចង់ដឹងថាតើការងាររបស់ខ្ញុំនឹងកម្រិតណាចូលដល់ standard ណាអញ្ចឹងផងខ្ញុំកន្លែងខ្ញុំធ្វើអីក៏ដោយតែខ្ញុំថានេះល្អខ្ញុំមាន1 2 3ល្អខ្ញុំឲ្យ double audit គូធំ audit ទៀតអញ្ចឹងមែនអត់ដោយសារតែខ្ញុំឲ្យគាត់ audit នឹងហើយបានប្រទេសផ្សេងដែលគេចង់ដាក់ investor ចូលមកស្រុកខ្មែរនេះរាប់ពាន់លានគឺទៅគម្រោងតែទៅចូលស្រុកខ្មែរដោយសារតែខ្ញុំយករបស់អស់ហ្នឹងហើយទៅ audit គេដឹងថាអូប្រទេសណាមានរបស់ល្អមានកន្លែងល្អដែលទៅ invest ធ្វើឲ្យប្រទេសណារីកចម្រើនបើសិនជាខ្ញុំអត់យកអាហ្នឹងទៅតើស្រុកគេស្គាល់ទេជាអត់ដឹងថាខ្មែរយើងមានកន្លែងអស្ចារ្យអញ្ចឹងទេចាអញ្ចឹងចំណុចហ្នឹងវាចំណុចមួយដែលអាចទាញពីនយោបាយចូលមកស្រុកខ្មែរយើងបានចាហើយវាចំណុចមួយទៀតដែលគេថាតើសមត្ថភាពយើងកម្រិតណាចាខ្ញុំបើគេណាកាលណាគេនៅ complain ខ្ញុំនៅតែគិតថាខ្លួនឯងនៅតែមិនទាន់ដល់ចំណុចដែលខ្ញុំចង់បាននេះចំណុចជាអញ្ចឹងខ្ញុំរៀនទៀតណាថាខ្ញុំភ្លើថាទៅតែខ្ញុំរៀនថាតែចេញរូបមន្តអីមកក៏ខ្ញុំដឹងដែរចាប៉ុន្តែគ្រូណាមកពីណាខ្ញុំជឿថាប្រកាសជាមានអ្នកគេតវ៉ាគេគិតថាចេញប៉ុន្តែនៅពេលខ្ញុំតវ៉ាចោះតែទៅប្រឡោជាប់គឺអត់ទេចាអរគុណបងប្អូនទាំងអស់គ្នាដឹងហើយថាទោះបីជាប្រធានបទអ្វីក៏ដោយវីដេអូនិយាយពីអ្វីក៏ដោយគឺ Master Nali គឺតែងតែមានគោលការណ៍មួយមានចំណេះដឹងប្រកាសមានបេះដូងល្អមានក្រមសីលធម៌មិនកេងប្រវ័ញ្ចចាមិនដាក់លក់ផលិតផលអីផ្លេសផ្លាស់ដើម្បីប្រយោជន៍ខ្លួនឯងទេនេះគឺជាគោលការណ៍ដែលយើងទាំងអស់គ្នាគួរតែគោរពអ្វីដែលជាមានដែរចាអញ្ចឹងនៅក្នុងប្រធានបទថ្ងៃនេះយើងនៅតាមដានតទៀតនៅតែក៏ចំណេះដឹងសម្រាប់នេះខ្ញុំជាអ្នកសួរហ្នឹងក៏អត់ទាន់ដល់ដែរដោយសារប្រធានបទថ្ងៃនេះបងប្អូនគិតទេថាជ្រៅខ្លាំងមែនតើអញ្ចឹងត្រឡប់ទៅវិញចង់ដឹងថាតើដើម្បីឲ្យយើងទាញបានផលប្រយោជន៍ច្រើនពីដួងកែវកំណើតមនុស្សម្នាក់ឬក៏គ្រួសារមួយត្រូវធ្វើអីខ្លះចាដួងកែវកំណើតណាបើសិនជាយើងគិតទៅជួយយើងបានច្រើនមែនតើទី1អ្នកដែលមានម៉ងដូនតាលោកដូនតាឬក៏ចិត្តដីដូនតាបើសិនជាក្បួនខ្មែរយើងគឺចិត្តដីត្រូវទេចាចិត្តដីវាបែងចែកជា2ទី1គឺចិត្តដីដាក់ធាតុនិងចិត្តដីបញ្ចុះសពចាកន្លែងខ្លះគាត់បូជាឲ្យគាត់យកទៅដាក់ធាតុបើសិនជាបូជាយកទៅដាក់ធាតុគឺអត់បានផលទេអត់មានបរិបទអីទាំងអស់អញ្ចឹងអត់អីទេអញ្ចឹងណាប្រភេទដីបែបណាក៏យើងដាក់បានដែរប៉ុន្តែបើយល់ល្អអ្វីដែលនេះគេថាធ្វើមិនក៏ដោយសូមឲ្យដីដែលមានធម៌ពល positive ទៅបានហើយចាប៉ុន្តែបើសិនជាប្រភេទចិត្តដីដែលដាក់សពក្បួនខ្មែរគឺចិត្តដីដាក់សពអញ្ចឹងចិត្តដីដែលដាក់សពគេសពដែលយើងស្លាប់ទៅយើងអត់ទាន់បញ្ចុះអត់ទាន់បូជាទេតែយើងទៅបញ្ចុះអាហ្នឹងគឺទៅប៉ះបើសិនជា support ដែលល្អជួយកូនចៅគឺជួយច្រើនតែបើសិនជាឆោមកូនចៅគឺធ្វើឲ្យប៉ះពាល់ដល់ការងាររស់ស៊ីរបស់កូនចៅប៉ះពាល់ទាំងសុខភាពតែយើងសួរថាតើក្បួនហ្នឹងអាចជួយមនុស្សកូនទាំងអស់ឲ្យរីកចម្រើនទាំងអស់គឺអត់បានទេព្រោះដោយសារអីខ្ញុំឧទាហរណ៍ថាសាណាមួយមានកូន3នាក់ខ្ញុំឧទាហរណ៍ចោះសាណាមានកូន3នាក់តែកូនទាំង3នាក់កើតខែឆ្នាំខុសគ្នាទាំង3ទៅទេអ្នកកាត់ឆ្នាំចទៅអ្នកទៀតកាត់ឆ្នាំរោងទៅអ្នកទៀតកាត់ឆ្នាំថោះទៅចាអញ្ចឹងតែចៃដន្យអាកង់របស់សាណាខូចឧទាហរណ៍អាកង់ឬអាម៉ាខូចសັບទៅពេលយកសັບទៅបញ្ចុះហ្នឹងចៃដន្យអាកង់ឆ្នាំរោងសັບទៅពេលឆ្នាំរោងនៅពេលដែលយកទៅដាក់ចិត្តដីគឺក្បាលទៅដីទៅទឹករោងដល់បានទៅដីទៅទឹករោងគឺឆុងជាមួយនឹងចៅឆ្នាំចឬមួយក៏កូនឆ្នាំចអញ្ចឹងកូនឆ្នាំចឬនឹងចៅឆ្នាំចហ្នឹងគេតែផលប៉ះពាល់ចាប៉ះពាល់ពីភ្នោដូនតាឬក៏ចិត្តដីដូនតាបើយើងធ្វើចិត្តដីដាក់សពគឺនឹងប៉ះតែពីអ្នកទៀតបើ support ពីអ្នកទៀតនឹងឡើងម្នាក់គឺអត់ឡើងអញ្ចឹងម្នាក់ដែលអត់ឡើងនឹងហើយគឺយើងយក DNA របស់គាត់ហ្នឹងមកធ្វើដួងកែវកំណើតដើម្បីយកមកទប់ស្កាត់ខ្លួនឯងការពារកុំឲ្យប៉ះឥទ្ធិពលឆុងពីលោកដូនតាហ្នឹងមកប៉ះអញ្ចឹងសួរថាអ្នកដែលទទួលឥទ្ធិពលពីដូនតាមកដែលជួយឲ្យរីកចម្រើនហើយនឹងគាត់យកដួងកែវកំណើតខ្លួនគាត់មកធ្វើតើមួយណាដែលទទួលបានលទ្ធផលល្អជាងគេគឺអ្នកដែលយក DNA ខ្លួនឯងនឹងឯងដែលយកមកធ្វើនឹងឯងដែលបានផលជាងព្រោះដោយសារអ្នកដែលអាចតែធ្វើដួងកែវកំណើតបានលោកត្រាតែយើងរកដីដែលល្អដើម្បីដាក់តែខុសពីចិត្តដីខុសពីភ្នោដូនតាទូទៅដីល្មមក៏យើងដាក់បានដែរបើសិនជាយើងគិតថាអូរត់បានដីល្អបែបហ្នឹងអត់ចោះបែបហ្នឹងពិបាករកខ្ញុំទទួលស្គាល់ថាដីបែបហ្នឹងគឺពិបាករកមែនចាប៉ុន្តែបើករណីគាត់រកបានដីល្អបែបហ្នឹងគាត់ខ្លួនគាត់ដាក់សពទេបើជួយកូនចៅមែនហើយយើងអ្នកឆុងទៅដាក់ដូចគ្នាបានដូចគ្នាគឺបានន័យថាឡើងទៅទាំងអស់គ្នាចាអត់មានអ្នកធ្លាក់អត់មានអ្នកឡើងទេអញ្ចឹងរបៀបដែលយើងកែប្រែគឺចំណុចហ្នឹងតែចៃដន្យគាត់ធ្វើចិត្តដីឯងគាត់ធ្វើម៉ងក៏ដូចគ្នាដែរម៉ងគាត់ធ្វើម៉ងបែបចិនឬក៏ធ្វើម៉ងបែបអ៊ីស្លាមឬក៏ធ្វើម៉ងបែបយេស៊ូគ្រីស្ទធ្វើបានឲ្យតែយើងចេះតែនៃការធ្វើចាចេះរបៀប design ក្នុងការធ្វើអញ្ចឹង support យើងចង់ឲ្យឡើងកូនណាយើង support កូនណាដែលប៉ះពាល់យកកូនហ្នឹងមកធ្វើដួងកែវកំណើតឬក៏ធ្វើសាច់ពីធ្វើបានដូចគ្នាយើងមកទប់ហើយមិនឲ្យកូនចៅមួយធ្លាក់មួយឡើងនឹងឆ្លោះគ្នាដណ្ដើមម៉ងដណ្ដើមភ្នោដូនតាគ្នាអញ្ចឹងវិជានេះគឺគេបិទមិនបង្រៀនដោយសារអីហ៎វាមានឥទ្ធិពលវាខ្លាំងហើយអញ្ចឹងបានលើកមុនថាម៉ងដូនតាមួយឡើងមួយចោះមួយឡើងមួយចោះរវល់តែដណ្ដើមម៉ងដណ្ដើមភ្នោដូនតាគ្នាម្ដាយនៅអត់ម្ដាយនៅរស់អត់មានដណ្ដើមមានចាំម្ដាយតែពេលស្លាប់ទៅមានដណ្ដើមសពចាអញ្ចឹងអ្នកមានកូនច្រើនវាអាចនឹង complicated អាចនឹងស្មុគស្មាញត្រូវតែអ្នកមានកូនប្រហែលថាអ្នកមានកូនតែមួយអត់អីចាអ្នកមានកូនតែមួយអីតែបើកូនច្រើនគឺអាចនឹងមានឡើងមានចុះហើយអញ្ចឹងវិធីថាធ្វើម៉េចកុំឲ្យមានឡើងមានចុះឲ្យឡើងទាំងអស់គ្នាចម្រើនទាំងអស់គ្នាធ្វើបានចា
ចាអញ្ចឹងដួងកៅកំណត់សម្រាប់បងប្អូនដែលមានកូនថាចាប់ពី2 3អីឡើងទៅនឹងចាំអញ្ចឹងគួរតែធ្វើដើម្បីបានទីបានប្រយោជន៍ឲ្យកូនទាំងអស់ចាឲ្យកូនឲ្យចៅតែអ្នកមានកូនតែមួយអត់អីទេ តាម តែមួយបានហើយ ធម្មតាអញ្ ចឹងចំណុចហ្នឹងហើយគឺជាចំណុចមួយដែលជួយ support ឲ្យកូនជំនាន់ក្រោយហ្នឹងរីចម្រើនខ្លាំងចាតែ topic នេះនិយាយអត់ទេ ទៅច្រើនទៀតចាបងប្អូនដែលមាន តនៅវគ្គក្រោយបានណា បាទអ្នកគ្រូខ្ញុំជឿថាយើងនឹងមានបង្កើតឲ្យជាវីដេអូច្រើនបន្តទៀតព្រោះបងប្អូនក៏ចាប់អារម្មណ៍ហើយព្រោះឥឡូវនេះកាលណាជីវិតយើងមានភាពរីកចម្រើនជាឪពុកម្ដាយរកស៊ីមានបានមានលុយមានកាក់គឺមិនមែនដើម្បីតែខ្លួនឯងរស់នៅហើយស្លាប់ទៅវិញទេគឺដូចខ្ញុំចង់ឲ្យយុគទៅផ្សាយគិតដល់ចៅបាត់ហ្នឹងខ្លួនឯងឃើញខ្លួនឯងមានក្តីសុខប៉ុណ្ណឹងតែចង់ឲ្យចៅទួតបន្តទៀតអញ្ចឹងខ្ញុំជឿថាក្បួននេះរូបការកំណត់នេះគឺនឹងមានប្រយោជន៍មែនតើសម្រាប់បងប្អូនស្វែងយល់ហើយអ្នកគ្រូក៏ដូចជាក្រុមការងារនឹងបង្កើតជាវីដេអូបន្តទៀតចាអរគុណអ្នកគ្រូអរគុណដល់ទទួលស្គាល់សម្រាប់ការតាមដានទស្សនាហើយក្រុមការងាររបស់យើងគឺមានតែពាក្យជូនពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គលចា